ទេឆារសជាតិកាពិឈ្ងុយហឹរញ៉ាំជាមួយបបរបាញ់សុងឬក៏ញ៉ាំតាតេក៏ឆ្ងាញ់ដែរទៅអានេះឲ្យខ្ញុំឲ្យតែពេលញ៉ាំបាយគឺអត់បានហ្មងហើយម្ទេសឆាហ្នឹងធ្វើម្ដងទុកបានរាប់ខែបងប្អូនយើងអត់ចាំបាច់ទុកក្នុងទូទឹកកកទេសម្រាប់ម្ទេសក៏ខ្ញុំមានពីរមុខបងប្អូនមានជាម្ទេសម៉ាឡេលាយជាមួយនឹងម្ទេសដៃនាងមួយមុខខ្ញុំដាក់មួយខាំកន្លះពីរមុខហ្នឹងសរុបទៅគឺវា3ខាំហើយខ្ទឹមសខ្ទឹមក្រហមនេះដាក់កាន់តែច្រើនគឺកាន់តែឆ្ងាញ់ហ្មងជាពិសេសក្លិនគឺកាន់តែឈ្ងុយជាងមុនសម្រាប់ពីរមុខហ្នឹងគឺខ្ញុំដាក់ប្រហែលជាមួយខាំបងប្អូនចង់យកមកកិនដូចខ្ញុំអញ្ចឹងក៏បានឬក៏ច្រាំឲ្យម៉ត់ក៏បានដែរបន្ទាប់ពីកិនខ្ទឹមសខ្ទឹមក្រហមហើយបាទខ្ញុំយកម្ទេសមកកិនម្ដងបញ្ជាក់បងប្អូនសម្រាប់ម្ទេសនេះបងប្អូនណាដែលចង់ហឹរខ្លាំងយើងដាក់តែម្ទេសដៃនាងសុទ្ធក៏បានដែរប៉ុន្តែបើសិនជាចង់បានហឹរមកល្មមដូចខ្ញុំអញ្ចឹងដាក់ពាក់កណ្ដាលម្នាក់ទៅគ្រឿងចុងក្រោយគេដែលខ្វះអត់បាននឹងគឺជាកាពិបងប្អូនបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយចាក់ប្រេងឆាឲ្យច្រើនបន្តិចមកបងប្អូនពងខ្ទឹមសខ្ទឹមក្រហមនឹងសម្រាប់ការអំពងនេះរៀងយូរបន្តិចដោយសារតែយើងអំពងច្រើនអញ្ចឹងណាប្រហែលជាខ្ទង់4ទៅ5នាទីបានវាចាប់ផ្ដើមឡើងឈ្ងុយឡើងក្រហមយើងចាក់ម្ទេសចូលមកហើយប្រេងឆាដាក់ឲ្យច្រើនមកបងប្អូនបើសិនជាឃើញវារាងស្ងួតយើងអាចថែមបានឆាម្ទេសជាមួយខ្ទឹមសខ្ទឹមក្រហមនឹងឲ្យឡើងរាងឈួលប្រហែលជាខ្ទង់4ទៅ5នាទីសិនទៅចាំដាក់គ្រឿងកាពិខ្ញុំដាក់1ស្លាបព្រាបាយស្ករត្នោត1ស្លាបព្រាបាយជាមួយនឹងប៊ីចេង1ស្លាបព្រាកាហ្វេសម្រាប់គ្រឿងគឺមានតែ3មុខនឹងទេបងប្អូនដាក់ចូលហើយឆានៅលើភ្លើងទៀតណាសម្រាប់ការឆានេះគឺរៀងយូរបងប្អូនបន្ទាប់ពីយើងដាក់គ្រឿងហើយឆាប្រហែលជាខ្ទង់10នាទីប៉ុន្តែភ្លើងបើចាំប្រើភ្លើងក្តៅខ្លាំងពេកទេសម្រាប់ការឆាហ្នឹងគឺឆាតតែម្ទេសរបស់យើងឡើងសបររាងកម្មៅហើយសម្រាប់ប្រេងហ្នឹងគឺឡើងសបររាងកម្មៅដូចគ្នាដោយដែលបងប្អូនបានឃើញអញ្ចឹងនេះបើសិនជាយើងឆាលឿនពេកឆាប់លើកដាក់ចុះក្លិនរបស់វាអត់ឈ្ងុយហើយក៏ទុកអត់បានយូរដែរហើយសម្រាប់ប្រេងនេះគឺល្អបងប្អូននិយាយទៅប្រេងហ្នឹងដាក់កាន់តែច្រើនធ្វើឲ្យម្ទេសរបស់យើងហ្នឹងទុកកាន់តែបានយូរហើយម្ទេសឆានេះបន្ទាប់ពីយើងឆារួចរាល់ហើយទុកឲ្យវាត្រជាក់ប្រហែលជាខ្ទង់កន្លះម៉ោងទៅ1ម៉ោងអីសិនទៅចាំច្រកកន្លទុកហើយពេលច្រកហ្នឹងបងប្អូនយកស្លាបព្រាសកត់វាទៅក្រោមអញ្ចឹងទៅយើងដួសប្រេងដាក់ពីលើគឺធ្វើម៉េចឲ្យបានប្រេងហ្នឹងលិចសាច់ម្ទេសឆារបស់យើងអញ្ចឹងណាបានវាអត់ងាយដុះផ្សិតអានេះទុកចោលនៅក្រៅក៏អត់ខូចដែរបងប្អូនទុកម្ដងបាន4 5 6ខែអីណោខ្ញុំតតែញ៉ាំអស់បានចាប់ផ្ដើមធ្វើថែមទៀតអញ្ចឹងណាពេលដែលយើងដួសញ៉ាំហ្នឹងបងប្អូនដួសតែសាច់ម្ទេសឆាបានហើយប្រេងយើងមិនបាច់ចាំដួសទេពេលយើងដួសហើយយើងសកត់សាច់ម្ទេសឆាទៅក្រោមហ្នឹងទៅឲ្យប្រេងនៅលិចលើតដែរគឺវាអត់ងាយដុះផ្សិត